มีเย็นมาจังจะบับทำไมกระดาเมคลองบันดาลชอบเบ้าตามประปอออนไลน์อาจประชมโต๊ะประหารชีวิตประเทศมีเย็นมาบางเรื่องบันทึกการบังคับบันดาลชอบเบ้าตามประปอออนไลน์โดยอนุมัติฉบับทำไมกระดาโดยอนุญาตเอาประดอนตีโต๊ะประหารชีวิตเมคลองหรือเนี่ยได้ประอำเภอหังษาจับบังแข่งทั่วตรนกรรมหรือบังคับจนรวงครูไอทั่วก้าในขนมเชื่อมาโดยชอบเบ้าตามประปอออนไลน์ฉบับนี้ត្រូវបានចាត់ទុកជាវិធានការក្តៅបំផុតមួយរបស់រដ្ឋាភិបាលរបបសឹកមីយ៉ាន់ម៉ាក្នុងការប្រយុទ្ធប្រឆាំងអ ுக ្រិតកម្មឆ្លងដែននេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AFP នៅថ្ងៃទី28ខែកក្កដាឆ្នាំ2026សភាមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធាបានអនុម័តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញដោយកំណត់ទោសពី10ឆ្នាំជាប់ពន្ធនាគារអស់មួយជីវិតរហូតដល់ទោសប្រហារជីវិតសម្រាប់ជនដែលចាប់បង្ខាំងប្រើអំពើហិង្សាឬបង្ខំមនុស្សឲ្យចូលរួមក្នុងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញច្បាប់ថ្មីនេះក៏កំណត់ទោសជាប់ពន្ធនាគារអស់មួយជីវិតចំពោះអ្នកបើកប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញនិងអ្នកពាក់ព័ន្ធនឹងការឆបោករូបិយប័ណ្ណ Digital Crypto Scam ផងដែរក្នុងករណីដែលការចាប់បង្ខំឬការធ្វើទរណកម្មបណ្ដាលឲ្យជនរងគ្រោះស្លាប់ជនល្មើសអាចប្រឈមនឹងទោសប្រហារជីវិតបណ្ដាញឆបោកតាមអនឡាញនៅមីយ៉ាន់ម៉ាបានក្លាយជាបាត់ដ៏ធ្ងន់ធ្ងរមួយនៅអាស៊ីអាគ្នេយ៍ដោយជនរងគ្រោះជាច្រើនមកពីបរទេសត្រូវបានបោកបញ្ឆោតឲ្យទៅធ្វើការបន្ទាប់មកត្រូវគេចាប់បង្ខាំងនិងធ្វើទរណកម្មបង្ខំឲ្យឆបោកមនុស្សតាមអ៊ីនធឺណិតអាជ្ញាធរមីយ៉ាន់ម៉ាអះអាងថាច្បាប់ថ្មីនេះមានគោលដៅបង្ក្រាបបណ្ដាញអ ுக ្រិតកម្មឆ្លងដែននិងទប់ស្កាត់ការរីករាលដាលនៃមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញដែលកំពុងគំរាមកំហែងដល់ប្រជាពលរដ្ឋនិងសន្តិសុខក្នុងតំបន់ខ្ញុំតារាពី RT News